តើអ្នកជឿរឿងនេះទេមនុស្សមួយចំនួនពិតជាទម្លាក់ធ្យូងក្តៅចូលទៅក្នុងទឹកហើយបន្ទាប់មកឲ្យធ្យូងនោះទៅមាន់របស់ពួកគេផឹកកាន់តែស្គួតទៅទៀតនេះគឺជាល្បិចកសិកម្មប្រពៃណីនៅតំបន់ជនបទជាច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតំបន់ខ្លះនៃជនបទប្រទេសចិនទឹកធ្យូងនិងផេះឈើត្រូវបានចាត់ទុកថាជាសារធាតុជំរុញសុខភាពធម្មជាតិសម្រាប់មាន់ដោយសារតែផេះឈើមានសារធាតុរ៉ែច្រើនវាអាចជួយមាន់ស្រូបយកជាតិកាល់ស្យូមបានច្រើននិងកាត់បន្ថយស៊ុតដែលសម្បកទន់លក្ខណៈសម្បត្តិអាល់កាឡាំងស្រាលរបស់វាក៏អាចជួយទប់ស្កាត់បាក់តេរីនិងប៉ារ៉ាស៊ីតមួយចំនួនផងដែរមិនត្រឹមតែប៉ុណ្ណោះកសិករក៏បាចផេះឈើជុំវិញទ្រុងមាន់ផងដែរវាជួយស្រូបយកសំណើមនិងក្លិនមិនល្អរក្សាតំបន់ឲ្យស្ងួតនិងកាត់បន្ថយការលូតលាស់របស់បាក់តេរីសម្រាប់កសិករជនបទជាច្រើនបំណែកធ្យូងនិងផេះដែលហាក់ដូចជាគ្មានប្រយោជន៍ទាំងនេះបានក្លាយជាអាថ៌កំបាំងថោកបំផុតក្នុងការចិញ្ចឹមមាន់ដែលមានសុខភាពល្អ